សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបាទអាសូរ៉ាគឺមកធ្វើវីដេអូ Minecraft ជាលើកដំបូងដោយរៀនលេង PVP ផងដែរអ្នកនរគ្នាទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច like ចុច Subscribe ចុចដាក់កត់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូ Minecraft ជាលើកទី2នៅក្នុង gameplay មួយនេះខ្ញុំបានដាក់ mode ផងដែរដើម្បីឲ្យវាងាយស្រួលមើល inventory របស់យើងខ្ញុំដាក់បែបនេះដើម្បីឲ្យកាន់តែស្រួលមើលថាក្នុងខ្លួនរបស់តួអង្គ Minecraft របស់ខ្ញុំថាវាមានអ្វីខ្លះឥឡូវនេះវាចូល mode ទៅហើយគឺបែបមើលទៅគឺដូច Minecraft Java Edition តែម្ដងអូខេឥឡូវគឺវាជិតពេញហើយគឺរងចាំវាបន្តិចគឺនឹងដល់ gameplay របស់យើងឥឡូវនេះគឺថាមកដល់គឺមានការអស់ឈាមមកទៅហើយដោយសារតែខ្ញុំបានសាកបន្តិចបន្តួចនៅពេលមុននឹងចូលលេងអញ្ចឹងនេះគឺជា hero Minecraft របស់ខ្ញុំនេះគឺជាក្នុងខ្លួនរបស់ខ្ញុំសុំដូរដាក់កាន់totem វិញដើម្បីវាឲ្យមើលទៅតំណងអីចឹងណាហើយខ្ញុំបានប្រើវៀនឆាចទីម៉េះយកមកដំ armor stand ប៉ុន្តែគឺដំបូងគឺវាយមិនត្រូវនោះទេហើយបន្ទាប់មកក៏វាយត្រូវអញ្ចឹងក៏ខ្ញុំធ្វើដដែលអុក1អុក2គឺខុសតែម្ដងហើយក៏អុកម្ដងទៀតក៏ខុសហើយអុកម្ដងទៀតគឺខុសទៀតឥឡូវនេះគឺអុកម្ដងទៀតគឺខុសទៀតហើយអញ្ចឹងនេះគឺជាអុកម្ដងទៀតគឺបានត្រូវ armor stand ហើយក៏អុកម្ដងទៀតគឺខុសទៀតតែម្ដងនេះគឺអុកមិនត្រូវទេហើយក៏អុកត្រូវអុកខុសទៀតហើយគឺដំបូងគឺយើងមិនអាចឲ្យខ្លាំងដូច player ដទៃទៀតទេដែលអាចលេង mesh ដោយ smooth ហើយសូម្បីតែ speed នេះក៏ខ្ញុំមិនចេះលេងដែរមិនដឹងថាគេលេងយ៉ាងម៉េចឡើយធម្មតា player explore គឺមិនអាចចេះ PVP ភ្លាមទេលុះត្រាតែយើងហាត់សមវាដើម្បីឲ្យយើងចេះលេងអញ្ចឹងគឺថាគឺខ្ញុំអុកមិនសូវជាត្រូវហើយក៏បុកទៅបែក armor stand មកទៅហើយគឺដំច្រឡំចុចវាយវិញអញ្ចឹងគឺដាក់ armor stand ថែមទៀតហើយក៏អុក1ខុសបន្ទាប់មកក៏ធ្វើម្ដងទៀតដដែលអុកត្រូវហើយអុកអត់តាន់ទេគឺធ្លាក់ដល់ដីបាត់ហើយអញ្ចឹងគឺមកអុកម្ដងទៀតគឺត្រូវហើយក៏ខុសទៀតនិយាយទៅត្រូវខុសតែរហូតតែម្ដងអញ្ចឹងគឺខ្ញុំមិនដឹងថាធ្វើយ៉ាងណាទេដើម្បីឲ្យអុកត្រូវព្រោះខ្ញុំគឺមិនចេះលេងតតែសោះខាង PVP ពីព្រោះថាខ្ញុំគឺជា player explore ខ្ញុំចេះតែរុករករបស់របរ item អីនោះទេប៉ុន្តែបើចំពោះ PVP គឺខ្ញុំមិនអាចលេងឲ្យខ្លាំងបានឡើយអញ្ចឹងគឺខ្ញុំព្យាយាមយ៉ាងណាឲ្យដំមេះបានល្អហើយក៏ខំប្រឹងដំ
យូរទៅក៏ខ្ញុំរៀងក្រាន់បើជាងមុនបន្តិចហើយក៏អាចដំមួយត្រូវខ្លះផងដែរយ៉ាគឺវារៀងក្រាន់បើជាងមុនបន្តិចហើយដោយសារតែការព្យាយាមអុកម៉េះជាច្រើនដងជាច្រើនសារហើយក៏អុកត្រូវខុសត្រូវអីបន្តិចតួចដែរដោយសារតែខ្ញុំមិនអាចលេងហើយក៏ច្រឡំទៅយកស្ពាមកចាក់ឆេះអា Mustang តិចហើយក៏ដំម៉េះទៀតខុសទៀតដល់ពេលខុសពេលអញ្ចឹងទៅគឺឡើងសឹងថាឡើងចង់លេងតែម្ដងនិយាយទៅគឺការអុកម៉េះនេះគឺវាពិតជាពិបាកសម្រាប់ player explore ដូចជាខ្ញុំសូម្បីជា player farmer ក៏ខ្ញុំគិតថាគេក៏អាចនឹងរៀងពិបាកលេងផងដែរការ PVP នេះដោយសារតែ player ទាំងនោះគឺគាត់មិនដែរ PVP តទៅសោះតែម្ដងបានត្រឹមតែ PVP ជាមួយនឹង mob ធម្មតាតែប៉ុណ្ណោះប៉ុន្តែបើចំពោះការប៉ះជាមួយនឹង player វិញគឺมันអាចយកឈ្នះ player បានឡើយដោយសារតែពួកគេគឺមានជំនាញ explore miner អីចឹងទៅនិយាយទៅគឺខ្ញុំធ្វើវីដេអូខុសគេដោយសារតែខ្ញុំចេញមកដល់គឺធ្វើវីដេអូរៀនលេងម៉េះចូលតែម្ដងគឺមិនក្រាស់ explore លេងបែប survival ធម្មតានោះទេខ្ញុំបានអុកម៉េះរហូតតែពេលយប់ហើយក៏នៅតែបន្តរហូតតទៅអុកម៉េះបានរៀងក្រាន់បើប៉ុន្តែគឺវារៀងក្រាន់បើជាងមុនបន្តិចបន្តួចដោយសារតែវារៀងពិបាកក្នុងការដំមែនតើអញ្ចឹងគឺយប់ហើយគឺបាយពួកមកពួកអីខ្លះទៅដើម្បីឲ្យវាកាន់តែស្ទាត់ដោយសារតែអា Mustang គឺវាមិនអាចមានចលនាបានទេបាយជាមួយ mob វាឆាប់ចេះជាងដោយសារតែ mob វាមានចលនា
giờ là tao con đi cứ hạt xôm bị dột lần chất flu chứ nè hay hay cả hạt xôm mà bác sĩ cái cục viên chai hay cục NP nó mơ bị ô cái lên cái cục tao non tên cục NP nè cục NP lan từ lơ thấy cục viên chai tới cứ dừng họ thấy đòn móc tiền cứ ngọt kia tại mà đòn hơi có bị ô chứ có nó chuyên đi bên chọp bye bye